ចេញមកតាមដើមពីដើមផ្លែច្រើនអញ្ចឹងឬក៏វាចេញមកពេញមកចំការអញ្ចឹងតែម្ដងតែការ5ហាត់ហ្នឹងហ្មង5ហាត់ហ្នឹងវាចេញស្មើគ្នាអញ្ចឹងតែម្ដងតែបងប្អូនសង្កេតមើលតាក់ទងជាមួយនឹងកម្លាំងផ្កាគឺនៅតែស្រស់តែម្ដងហើយត្រួយអាចចេញជាបន្តត្រួយតងផ្កាអីហ្នឹងគឺវាចេញមកតហោហាយមានត្រួយចាស់ត្រួយថ្មីសួស្ដីពុកម៉ែបងប្អូនថ្ងៃទី20 ខែ 1 ឆ្នាំ 2025ខ្ញុំបាទធ្វើវីដេអូតាក់ទងជាមួយនឹងការបង្ហាញចំការចន្ទទីដែលបានប្រើប្រាស់ផលិតផលរបស់ក្រុម VKSN នៅក្នុងឆ្នាំ 2025 នេះនេះឲ្យអ្នកគ្រូជួយបង្ហាញរាប់តាក់ទងជាមួយនឹងចង្កោមគ្រាប់ចានៅក្នុងមួយចង្កោមអាចលុតទៅដល់10គ្រាប់1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
15 ហើយនៅក្នុងមួយចង្កោមហ្នឹងមេឃទូតែមួយឯងអាចលុតបានឡើង3 4ចង្កោមនៅក្នុង1មេឃបងប្អូនអាចមើលបាន សូមបង្ហាញមេឃផ្សេងៗទៀត សម្រាប់មេឃផ្សេងៗទៀតក៏ដូចគ្នាដែរបងប្អូននៅក្នុងមួយចង្កោមវាហើយនេះ1មេឃវាលុតដល់ទៅ3 4ចង្កោម ទាំងមេឃលើមេឃក្រោមមេឃក្នុងបងប្អូនវាចេញដូចគ្នាទាំងអស់ហើយបច្ចៈបន្ថែមតាក់ទងជាមួយនឹងគុណភាពផ្កាក្តាប់ភាគរយនៃការខ្លោចខូចហ្នឹងគឺតិចមែនទែនដំណាក់កាលដែលបងប្អូនបានឃើញនៅក្នុងវីដេអូហ្នឹងឯងគឺជាដំណាក់កាលប្រឈមជាមួយនឹងបញ្ហាខ្លោចក្តាប់ឬក៏បញ្ហាជ្រុះក្តាប់នៅដំណាក់កាលហ្នឹងដោយសារអាកាសធាតុនៅក្នុងខែមួយនេះវាត្រជាក់អញ្ចឹងវាបណ្ដាលឲ្យចន្ទទីរបស់យើងបើសិនជាគុណភាពថ្នាំដែលប្រើនៅលើដំណាំស្វាយចន្ទទីនៅមានកម្រិតវាមានតែគុណភាពភ្ញួចក្តាប់ប៉ុន្តែអត់មានគុណភាពថែក្តាប់វាអាចនឹងខ្លោចរោយទៅវិញខ្លះអញ្ចឹងតកតទៅជាមួយនឹងការថតវីដេអូហ្នឹងយើងមិនមែនបង្ហាញតាមដើមពីដើមទេបងប្អូនហើយវាផ្លែបងប្អូនអាចសង្កេតមើលនេះដើមផ្សេងទៀតបងប្អូនគឺវាផ្លែក្តាំងតែម្ដងដូចមេឃលើជាមួយខ្ញុំស្រួលឲ្យបងប្អូនមើលគុណភាពក្តាប់គឺវាចេញមកស្អាតបែបនេះបងប្អូនចាំមើលនៅក្នុងវីដេអូហ្នឹងខ្ញុំធ្វើការថតអត់មានធ្វើការផ្ដាច់នៃការថតជាវគ្គទេយើងថត direct យកតែម្ដងមិនថាដើមតូចដើមធំត្រូវថ្ងៃឬក៏បាំងថ្ងៃទេបងប្អូនគឺវាចេញមកស្អាតមែនទែនអញ្ចឹងអ្នកគូជួយនាំទៅមើលប្រភេទដើមផ្សេងៗទៀតនៅក្នុងចំការស្អីតើតើជាមួយនឹងការថតគឺយើងថតរះពេញមកចំការតែម្ដងយើងមិនមែនថតតាមដើមឬក៏ពីដើមរកតែដើមផ្លែច្រើនឬក៏យើងថតយកតែកន្លែងស្អាតទេគឺយើងថតពេញមកចំការតែម្ដងបងប្អូនមើលគឺវាចេញមកក្តាំងល្អមែនទែននេះបងប្អូនមើលនេះ វាលុតក្តាប់ហោហើយមែនតើ នេះសួរម្ចាស់ចំការវាចេញមកតាមដើមពីដើមផ្លែច្រើនអញ្ចឹងឬក៏វាចេញមកពេញមកចំការអញ្ចឹងតែម្ដង តែការ5ហាត់ហ្នឹងហ្មង 5ហាត់នេះវាចេញស្មើគ្នាអញ្ចឹងតែម្ដង ចា នេះបងប្អូនអាចមកមើលដើមផ្សេងទៀតមិនមែនតាមដើមទេជាងាកទៅខាងណាក៏ឃើញចេញស្អាតបែបនេះដែរបងប្អូននេះក្តាប់ក្តាំងចកោមខ្លះ20គ្រាប់ចកោមខ្លះជាង10គ្រាប់ប៉ុន្តែបងប្អូនសង្កេតមើលតាក់ទងជាមួយនឹងកម្លាំងផ្កាគឺនៅតែស្រស់តែម្ដងហើយត្រួយអាចចេញជាបន្តត្រួយតងផ្កាអីហ្នឹងគឺវាចេញមកតហោហាយមានត្រួយចាស់ត្រួយថ្មីមានតងផ្កាថ្មីមានមុនមានក្រោយសម្រាប់ M23 បងប្អូនដឹងស្រាប់ហើយគឺវាចេញច្រើនដំណាក់កាលមែនទែនបាទតែយើងដើរទៅមើលប្រភេទដើមផ្សេងទៀតដើមដែលយើងបានថតហ្នឹងគឺវាផ្លែអញ្ចឹងកលឹងជុំវិញដើមតែម្ដងនេះបងប្អូនដបផលិតផលដែលគាត់បានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Nutrition ព្រោះវាគឺ D+ ភាសា D+ វាជំនាញតាក់ទងជាមួយនឹងការភ្ញួចក្តាប់ការថែក្តាប់លាងជម្រះស្នាមអុចខ្មៅលើគ្រាប់បងប្អូនមើលមិនមែនតាមដើមក៏ពីដើមគឺវាចេញក្តាំងតែម្ដងនេះបងប្អូនមេឃខាងលើអីហ្នឹងហើយនៅខាងនេះបងប្អូនមើលនេះវាចេញការបាច់ទៅវិញនេះវាចេញមកស្អាតមែនទែន ទាំងមេឃទាំងលើទាំងមេឃក្រោម បាទមេឃលើមេឃក្រោមវាចេញស្អាត ឲ្យវាជំនួយនឹងកុំឲ្យវាខ្វះមិនមែនតែមកចកោលទេបងប្អូនគឺជុំវិញទាំងអស់បងប្អូនធ្វើឲ្យវាមេឃខាងក្រោមទៅអាចលោតទៅដល់10គ្រាប់20គ្រាប់ដែរបងប្អូនក្នុងមួយចកោលបងប្អូនអាចមើលបានមេឃខាងលើដែរបងប្អូនសុទ្ធតែក្តាប់ដាក់នេះមក ទៅបតានេះអត់ចោលមេឃទេហើយបងប្អូនដឹងស្រាប់ហើយ M23 គឺខ្ញុំមួយខែគាត់ប្រើប្រាស់ជីធម្មជាតិរបស់ខាងបងប្អូនខ្ញុំជំនួយ KSN បានប្រើនេះខ្លះខ្ញុំមិនលូតក្តាប់មកជាហោហើយមិនដឹងបងប្អូន ហើយយើងទៅមើលដើមផ្សេងទៀតចំថាយើងថតតែដើមស្អាតនេះមេឃខាងក្រៅមេឃទូចក៏ចេញក្តាប់ស្អាតដែរនេះដើមវាទៅគ្រប់មកដើមគឺសិតតែអញ្ចឹងទាំងអស់បងប្អូន មានចំណាប់អារម្មណ៍យ៉ាងម៉េចពេលចុះមកឃើញចំការចន្ទទីរបស់អតិថិជនយើងបានផលល្អអញ្ចឹងចាន់គ្រូមានចំណាប់អារម្មណ៍ថាសប្បាយចិត្តជំនួសអតិថិជនដែលបានប្រើប្រាស់ឆ្នាំទៅវាខ្លាយលូតក្តាប់ល្អមែនតើអញ្ចឹងមានកម្លាំងសូម្បីតែខ្ញុំអ្នកលក់ផ្ទាល់ហើយចង់បើអតិថិជនគាត់សប្បាយចិត្តយ៉ាងណាទៅក្តាប់ឡើងពេញចំការយ៉ាងហ្នឹងមកលោកគ្រូ អញ្ចឹងវីដេអូហ្នឹងខ្ញុំសូមបញ្ចប់នៅត្រឹមហ្នឹងសូមអរគុណ